កាលពីព្រេងនាយសត្វបក្សីទាំងឡាយសុទ្ធតែមានសម្បុរដូចគ្នាខុសគ្នាតែរៀងរើប៉ុណ្ណោះដើម្បីកុំឲ្យមានការភាន់ច្រឡំសត្វទាំងអស់បានប្រជុំគ្នាដើម្បីរចនាពណ៌សម្បុរឲ្យប្លែកពីគ្នាពេលនោះពួកគេបានព្រមព្រៀងឲ្យសត្វខ្លែងខ្មែកធ្វើជាជាងគំនូរខ្លែងបានគូពណ៌ឲ្យសត្វផ្ទៃរួចរាល់នៅសល់តែខ្លែងនិងក្អែកខ្លែងបានប្រាប់ក្អែកថាខ្លួនអាចគូពណ៌ឲ្យក្អែកបានតែពេលយប់ទេទើបលេចពណ៌ល្អប៉ុន្តែខ្លែងបានសុំឲ្យក្អែកគូឲ្យខ្លួនមុនក្អែកក៏បានគូពណ៌ឲ្យខ្លែងយ៉ាងស្រស់ស្អាតតាមចិត្តចង់គឺមានរោមដ៏ខ្ពង់ខ្ពស់និងមានពណ៌ឆើតឆាយស្រស់បំព្រងលុះដល់ពេលយប់ងឹតសូន្យអាសូរខ្លែងក៏ហៅក្អែកទាំងអស់មកជួបជុំគ្នាផ្ទុយពីការគូពណ៌ស្អាតខ្លែងបែរជាយកធ្យូងមួយខ្ទះធំមកលាបលើខ្លួនក្អែកទាំងអស់រហូតដល់ខ្មៅងឹតគ្មានសល់ត្រង់ណាឡើយលុះព្រឹកឡើងក្អែកទាំងអស់ស្រឡាងកាំងនៅពេលឃើញខ្លួនប្រាណខ្មៅស្រទុំចំណែកខ្លែងក៏បានហោះគេចខ្លួនបាត់ស្រមោលក្អែកខឹងយ៉ាងខ្លាំងហើយបានហោះស្រែកពេញព្រៃដើម្បីតាមរកខ្លែងមកសងសឹកហេតុនេះហើយទើបសត្វខ្លែងខ្មែកមិនហ៊ានចេញរកស៊ីនៅពេលថ្ងៃឡើយព្រោះខ្លាចជួបនឹងហ្វូងក្អែកដែលជាស្ត្រូវចាំចឹកសម្លាប់ពួកវាសុកចិត្តសំងំក្នុងព្រៃនៅពេលថ្ងៃហើយចេញរកស៊ីតែពេលយប់រហូតមកដល់សព្វថ្ងៃនេះ